អ្នកអង្គញាគណៈប្រតិភូសមាគមអង្គញាកម្ពុជាជួបរួមជំនួបទទួលទានអាហារការងារពេលព្រឹករវាងធុរជនមកពីប្រទេសកម្ពុជានិងម៉ាឡេស៊ីនៅព្រឹកថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025សមាគមអង្គញាកម្ពុជាបានរៀបចំជំនួបទទួលទានអាហារការងារពេលព្រឹករវាងធុរជនមកពីប្រទេសកម្ពុជានិងម៉ាឡេស៊ីក្រោមអធិបតេយ្យភាពលោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីអ្នកអង្គញាសិរិទ្ធីអនុប្រធានសមាគមអង្គញាកម្ពុជាព្រមទាំងអ្នកអង្គញាជាសមាជិកនៃគណៈប្រតិភូសមាគមអង្គញាកម្ពុជាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងភាគីទាំងពីរសូមជម្រាបជូនថាដោយមានការចាត់តាំងពីលោកអ្នកអង្គញាលីយ៉ុងផាត់ប្រធានសមាគមអង្គញាកម្ពុជាអ្នកអង្គញាសិរិទ្ធីអនុប្រធានសមាគមនិងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈនិងអន្តរជាតិបាននឹងកំពុងដឹកនាំគណៈប្រតិភូសមាគមអង្គញាកម្ពុជាដែលមានសមាជិកភាពសរុបចំនួន18រូបចូលរួមអមដំណើរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែឧសភាឆ្នាំ2025និងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី28ដល់ថ្ងៃទី31ខែឧសភាឆ្នាំ2025បេសកកម្មទាំងពីរនេះគណៈប្រតិភូនៃសមាគមអង្គញាកម្ពុជានឹងចូលរួមនៅក្នុងកម្មវិធីសំខាន់រួមមានកិច្ចប្រជុំកំពូលអាស៊ានវេទិកាធុរកិច្ចកម្ពុជាជប៉ុនសន្និសីទអន្តរជាតិលើកទី31ស្ដីពីអនាគតរបស់អាស៊ីក៏ដូចជាជំនួបគូបកងធុរជនកម្ពុជានិងជប៉ុនដែលត្រូវបានរៀបចំដោយសមាគមអង្គញាកម្ពុជាសហការជាមួយនឹងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនជាត្រូវផងដែរ